Pu ai $1ទិញមីឆាបានអត់$1ថ្លៃដាមីក៏មិនគ្រប់ផងទៅលេងកន្លែងផ្សេងទៅកុំមករំខានខ្ញុំរកស៊ី$1ឥឡូវទិញអីមិនបានមែនហើយឥឡូវថ្លៃទំនិញឡើងថ្លៃណាស់តែខ្ញុំមានតែ$1ប៉ុណ្ណោះជួយឆាមួយចានទៅកុំដាក់មីច្រើនពេកអីក្មេងនេះគួរឲ្យអាណិតណាស់កុំដាក់ច្រើនថ្លៃប្រេងថ្លៃអំបិលថ្លៃហ្គាសមិនបាច់ចំណាយមែនទេបើអញ្ចឹងយើងធ្វើការឥតប្រយោជន៍ទាំងយប់ហើយមើលក្មេងនេះទៅគួរឲ្យអាណិតណាស់កូនឲ្យយប់ជ្រៅហើយហេតុអ្វីកូននៅម្នាក់ឯងចុះប៉ាម៉ាក់កូនទៅណាប៉ាគាត់រត់ចោលពេលម៉ាក់ឈឺម៉ាក់ខ្ញុំគាត់ដេកលក់ក្នុងទីបញ្ចុះសកាពីម្សិលមិញពូចិត្តខាងថាគាត់នឹងដេកយូរណាស់ខ្ញុំឃ្លានណាស់តែខ្ញុំមានតែ$1ពិតជាគួរឲ្យអាណិតណាស់ឲ្យក្មេងនេះគួរឲ្យអាណិតណាស់ប្រពន្ធឲ្យរៀបចំម្ហូបទៅដាក់ពងទាច្រើនដាក់សាច់ច្រើនរួចរាល់ហើយកូនឲ្យបើហាងមីយើងនៅបើកូននឹងមានបាយក្តៅហូបជានិច្ចឈ្ងុយណាស់កូនឲ្យញ៉ាំយឺតទៅក្នុងឆ្នាំងនៅមានទៀតញ៉ាំឲ្យឆ្អែតទៅចាប់ពីពេលនេះទៅពួកយើងនឹងខ្លាចជាក្នុងបង្អែករបស់អ្នកចាំដល់ពេលខ្ញុំធំឡើងខ្ញុំនឹងតបស្នងអ្នកទាំងពីរវិញរាប់ពាន់ដងសូមស្វាគមន៍លោកដែលបានវិលត្រឡប់មកទីផ្សារវិញលោកតារកឃើញដំណឹងអ្នកនោះឬនៅលោកទីតាំងបានរស់រើ10ឆ្នាំហើយឥឡូវនៅមិនទាន់មានដំណឹងច្បាស់កាទេពួកអញធ្វើស្អីខ្លះហ្នឹងបើគ្មានគួយទីមួយចាននោះទេខ្ញុំប្រហែលជាស្លាប់នៅតាមផ្លូវបាត់ហើយលោកកុំខឹងអីពួកយើងកំពុងពង្រីកការស្វែងរកហើយស្ដាប់ឲ្យច្បាស់ខ្ញុំឲ្យពេល3ថ្ងៃទៀតបើក្នុង3ថ្ងៃនេះរកមិនឃើញដំណឹងពួកគេទេពួកអញទាំងអស់គ្នាត្រូវតែចេញពីទីនេះបាទលោកខ្ញុំនឹងទៅធ្វើភ្លាមលោកពិធីជប់លៀងពាណិជ្ជកម្មយប់នេះចាប់ផ្ដើមម៉ោង7មិនទៅទេលោកចោលទៅតែលោកយប់នេះមានកិច្ចសន្យាមួយត្រូវចុះហត្ថលេខាខ្ញុំថាលោកចោលបើរកអ្នកមានគុណមិនឃើញកិច្ចសន្យានេះមានប្រយោជន៍ស្អីប្រាប់ឲ្យរៀបចំឡាននាំខ្ញុំបាទលោកខ្ញុំនឹងប្រាប់ភ្លាមឈប់ឡានភ្លាមលោកទីនេះជាផ្សាររាត្រីមនុស្សច្រើនណាស់បើលោកចង់ញ៉ាំអីខាងមុខមានសណ្ឋាគារកាយប្រាប់កុំនិយាយច្រើនពួកឯងចាំនៅទីនេះម្ចាស់ហាងយកមីឆាសាច់ជ្រូកពងទាមួយចានដាក់ខ្ទឹមច្រើនបានហើយលោកអង្គុយសិនទៅភ្លាមនេះហើយកម្ដៅនេះរសជាតិនេះដោយការពី20ឆ្នាំមុនបេះបិទនាងតូចនាងរៀនធ្វើមីឆានេះពីណាប៉ាខ្ញុំបង្រៀនប្រើរូបមន្តសម្ងាត់ពីដូនតាថ្លៃការពីខែនេះបងអត់$5000បើខ្វះ1សេនខ្ញុំវាកំទេចទុកនេះចោលសប្តាហ៍មុនទៅតែបងឲ្យពួកអ្នកនេះប្លន់ច្បាស់តើនៅមានច្បាប់ទម្លាប់ទេច្បាប់ទម្លាប់អីនៅទីនេះខ្ញុំនេះហើយជាច្បាប់មិនបងក៏បានដែរយប់នេះទៅផឹកជាមួយពួកខ្ញុំឲ្យសប្បាយខ្ញុំនឹងលើកលែងឲ្យជប់ទាំងអស់គ្នាធ្វើបាបស្រីម្នាក់នេះមិនខ្មាស់គេទេអាស្អីមកពីណាកុំចេះដឹងរឿងខ្ញុំពួកយើងទៅវាឲ្យដឹងដៃបងដាវពួកឯងមិនចេញមុខទេចង់ឲ្យខ្ញុំចេញដៃផ្ទាល់មែនទេលោកប្រុសគោភ័យខ្លាចហើយខ្ញុំនឹងដោះស្រាយភ្លាមនាងតូចកុំខ្លាចអីហើយនាងតូចអ្នកដែលបង្រៀននាងធ្វើមីឆានេះគឺឈិនតាជាងនិងលីនស៊ូហ្វិនមែនទេលោកជានរណាតើពួកគេបញ្ជូនលោកមកមែនទេពួកគេជានរណាកញ្ញាឲ្យខ្ញុំមិនមែនជាមនុស្សអាក្រក់ទេកាលពី20ឆ្នាំមុនលោកពូជឿននិងអ្នកមីងលីនបានឲ្យខ្ញុំញ៉ាំមីដោយឥតគិតថ្លៃហើយថែមទាំងឲ្យខ្ញុំបានរៀនសូត្រទៀតអ្នកគឺជាបងប្រុសគូដែលបាត់ខ្លួនជាង10ឆ្នាំមែនទេ